បើសិនជារាល់ថ្ងៃយើងអាចខំបិចឡើងចុះហើយចុះឡើងបាន30វិនាទីក្នុងមួយថ្ងៃនោះយើងនឹងអាចជួយកែប្រែបញ្ហាមុខវាយរបស់យើងបានបញ្ហាមុខវាយនេះបងប្អូនទាំងគ្នាភាគច្រើនមិនកើតមកពីធម្មជាតិទេគឺដោយសារតែយើងអាសាគេងផ្អៀងឆ្វេងផ្អៀងស្ដាំអញ្ចឹងទៅវាធ្វើឲ្យមុខយើងវាយទៅតាមនឹងដែរអញ្ចឹងដើម្បីជួយកែប្រែបញ្ហានឹងមកវិញយើងអាចធ្វើលំហាត់ប្រាណមួយនេះបានលំហាត់ប្រាណមួយនេះមិនធ្វើកាន់តែយូរកាន់តែល្អណាយើងធ្វើយូរពេកប្រយ័ត្នឈឺធ្គាមអញ្ចឹងពួកខ្ញុំសាកហើយអញ្ចឹងសាកតែ30ទៅ40 second ទៅបានហើយកុំធ្វើច្រើនដងពេកក្នុងមួយថ្ងៃធ្វើតែម្ដងទៅបានហើយបើសិនជារាល់ថ្ងៃយើងអាចច្បូយមាត់ហើយទប់បិចលើមាត់បាន30វិនាទីក្នុងមួយថ្ងៃនោះវានឹងជួយកាត់បន្ថយបញ្ហា smile line ដែលមានស្នាមនៅច្អូរមាត់របស់យើងហ្នឹងឲ្យវារៀងរលុបបាត់ជាងមុនបើសិនជាអ្នកទាំងអស់គ្នាអាចខំបិចហើយងើយកឡើងរយៈពេល60វិនាទីដូច្នេះបឿករបស់អ្នកទាំងអស់គ្នាលែងសូវឃើញច្បាស់ដូចមុនទៀតហើយបើសិនជាអ្នកទាំងអស់គ្នាអាចខំបិចហើយងើយកទៅឆ្វេងទៅស្ដាំនោះអ្នកទាំងអស់គ្នានឹងទទួលបានមុខមួយដែលលែងធំដូចមុនហើយជួយឲ្យយើងទទួលបាន slim face ហើយ V ជាងមុនទៀតកុំភ្លេចចុច follow ដើម្បីទទួលបាន content ថ្មីៗ